តែនេះយើងក៏បានឃើញថាតួឯកប្រុសនិងតួឯកស្រីរបស់យើងបានទៅចូលរួមកម្មវិធីនៅក្នុងគ្រួសារឈូខណៈពេលនោះដែរតួឯកប្រុសក៏បាននិយាយមកកាន់តួឯកស្រីថាកុំឲ្យតួឯកស្រីបារម្ភឬមួយក៏ភ័យខ្លាចអ្វីឡើយហើយតួប្រុសរបស់យើងក៏បាននិយាយថែមទៀតទៅកាន់តួឯកស្រីថាបរិសុទ្ធដែលអង្គុយនៅចំកណ្ដាលគេនោះគឺជាឪពុករបស់គេចំណែកម្ដាយរបស់គេគឺអង្គុយនៅខាងស្ដាំហើយជូជីក៏បានប្រាប់ទៅកាន់ស៊ីយ៉ានទៀតថាចាំតែមនុស្សពីរនាក់នេះបានហើយក្រៅពីនេះទៀតមិនចាំបាច់ខ្វល់ជាមួយនឹងពួកគេនោះទេបន្ទាប់មកស៊ីយ៉ាននាងក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាហើយចុះបើសិនជាអ្នកម៉ាក់របស់លោកមិនពេញចិត្តខ្ញុំហើយគាត់ឲ្យលុយខ្ញុំ$1 លានដើម្បីដើរចេញពីលោកតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅចំណែកជូជីគ្រាន់តែបានលឺអញ្ចឹងគេភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់តួឯកស្រីយើងខ្លាំងណាស់ហើយកុងឡានណាគឺសើចរហូតដោយសារតែគាត់បានលឺជាមួយនឹងសម្ដីរបស់តួឯកស្រីយើងគណៈពេលនោះដែរតួឯកប្រុសក៏បាននិយាយថាគ្រួសាររបស់គេគឺជាគ្រួសារអ្នកចំនួនស្របច្បាប់អញ្ចឹងហើយលុយគឺពិបាករកខ្លាំងណាស់គ្មានថ្ងៃដែលម្ដាយរបស់គេនឹងឲ្យលុយ$1 លានទៅកាន់តួឯកស្រីដើម្បីឲ្យចាក់ចេញពីជីវិតរបស់គេនោះទេនៅពេលនេះយើងក៏លេចមកមើលអាប៉ែដែលជាអតីតសង្សាររបស់តួឯកស្រីយើងវិញវាក៏បាននិយាយទៅកាន់លោកប៉ារបស់តួឯកប្រុសរបស់យើងថាស្រីថ្ងៃមុនណាដែលតួឯកប្រុសរបស់យើងបាននាំចេញពីកម្មវិធីជប់លៀងនោះតើលោកពូស្គាល់ឬក៏អត់ចំណែកលោកប៉ារបស់តួឯកប្រុសគាត់ក៏បាននិយាយថាគាត់មិនបានដឹងអំពីរឿងហ្នឹងនោះទេតែអាប៉ែហ្នឹងក៏បាននិយាយថែមទៀតថាមនុស្សស្រីម្នាក់ហ្នឹងគឺជាសិស្សដែលរៀនជាមួយនឹងខ្ញុំគ្រួសាររបស់នាងគឺក្រីក្រខ្លាំងហើយរាល់ថ្ងៃនេះនាងគ្រាន់តែលបួងបងប្រុសជីដូនមួយរបស់ខ្ញុំដើម្បីយកលុយតែប៉ុណ្ណោះបន្ទាប់ពីឪពុករបស់អាប៉ែហ្នឹងបានលឺអញ្ចឹងហើយគាត់ក៏បានស្ដីបន្ទោសឲ្យកូនប្រុសរបស់គាត់ថាកុំឲ្យនិយាយពាក្យអត់ប្រយោជន៍បែបនេះនៅកន្លែងញ៉ាំបាយអសោះអាប៉ែនោះវិញក៏បានអោនមុខរបស់គេចុះក្រោយពីត្រូវបានឪពុករបស់គេស្រែកស្ដីបន្ទោសឲ្យបន្ទាប់មកសាច់រឿងរបស់យើងក៏បានឃើញថាកញ្ញាអានលីនក៏បានមកចូលរួមនៅក្នុងកម្មវិធីនៃគ្រួសារឈូដែរហើយអាប៉ែនោះគ្រាន់តែឃើញកញ្ញាអានលីនភ្លាមវាក៏បានរត់សម្ដៅទៅកាន់កញ្ញាអានលីនដោយនិយាយថាមិននឹកស្មានថាថ្ងៃនេះកញ្ញាអានលីនមកចូលរួមទាល់តែសោះហើយជាដោយសារតែបងប្រុសជីដូនមួយរបស់ខ្ញុំហើយណាពេលនោះយើងក៏បានឃើញថាកញ្ញាអានលីនក៏បានមកនិយាយសួស្ដីទៅកាន់ម្ដាយរបស់ជូជីហើយនិងឪពុករបស់ជូជីមិនត្រឹមតែប៉ុណ្ណឹងទេនាងក៏បានអង្គុយនៅកៅអីដែលទុកសម្រាប់កូនប្រសាររបស់គ្រួសារជីផងដែរណាពេលនោះអាប៉ែ EX របស់តួឯកស្រីយើងនឹងក៏បានសួរទៅកាន់កញ្ញាលីននោះថាតើហេតុអ្វីទៅបានជាជូជីមិនមកជាមួយនឹងនាងក៏ពីត្រូវបានអាប៉ែនឹងសួរអញ្ចឹងហើយកញ្ញាលីនគឺឆ្លើយអត់រួចជាមួយនឹងសំណួររបស់អាប៉ែនឹងនោះទេគណៈពេលនោះដែរយើងក៏បានឃើញថាអ្នកបម្រើនឹងក៏បាននាំតួឯកប្រុសនិងតួឯកស្រីរបស់យើងចូលមកខាងក្នុងនៃកម្មវិធីព្រោះតែតួឯកប្រុសរបស់យើងបានចូលមកដល់ក្នុងកម្មវិធីភ្លាមគេក៏បានសួស្ដីទៅកាន់មនុស្សគ្រប់គ្នាបន្ទាប់មកតួឯកប្រុសរបស់យើងក៏បានសុំទោសសម្រាប់ការរងចាំគេដោយសារតែគេមានការរវល់នៅក្រុមហ៊ុនខ្លាំងពេកនៅពេលនោះដែរយើងក៏បានឃើញថាតួឯកប្រុសហ្នឹងក៏បានឲ្យសញ្ញាទៅកាន់តួឯកស្រីចំណែកតួឯកស្រីរបស់យើងនាងក៏បានរៀបរាប់ថានាងមានឈ្មោះថាតាន់ស៊ីយ៉ានបន្ទាប់ពីលោកប៉ារបស់តួឯកប្រុសឃើញតួឯកស្រីរបស់យើងហើយគាត់ក៏បានសួរទៅកាន់កូនប្រុសរបស់គាត់ថាថ្ងៃនេះគឺជាកម្មវិធីជួបជុំគ្រួសារហេតុអីបានជាឯងនាំមនុស្សផ្សេងដែលមិនមែនជាគ្រួសាររបស់យើងមកចូលរួមណែជូជីគ្រាន់តែបានលើលោកប៉ានិយាយអញ្ចឹងហើយគេមិនបង្អង់មាត់នោះទេគេក៏បាននិយាយទៅកាន់លោកប៉ារបស់គេថាគេធ្វើតាមលោកប៉ារបស់គេតែប៉ុណ្ណោះថ្ងៃនេះលោកប៉ាក៏បាននាំមនុស្សដែលមិនមែនជាគ្រួសាររបស់យើងមកចូលរួមដូចគ្នាដែរបន្ទាប់ពីនិយាយអញ្ចឹងរួចហើយសាច់រឿងរបស់យើងក៏បានឃើញថាទូប្រុសហ្នឹងក៏បានដើរមកកាន់កញ្ញាអានលីហើយទូប្រុសរបស់យើងហ្នឹងក៏សុំឲ្យកញ្ញាអានលីហ្នឹងងើបចេញពីទីកន្លែងនេះដោយសារតែទីកន្លែងនេះសម្រាប់តែអនាគតកូនប្រសាររបស់គ្រួសារឈូសតែប៉ុណ្ណោះដែលអាចអង្គុយបានឈុតកន្លែងនេះកញ្ញាអានលីណាខ្មាស់គេមិនស្ទើរដែរហ្នឹងហ្វេនហ្វេទៅតឹងមុខរបស់កញ្ញាអានលីណាដឹងតែមិនសូវសប្បាយចិត្តហើយពេលនោះតួឯកប្រុសរបស់យើងហ្នឹងក៏បានឲ្យតួឯកស្រីហ្នឹងអង្គុយក្បែរអ្នកម៉ារបស់គេត្រឹមតែពេលនោះដែរអ្នកមីងរបស់តួឯកប្រុសហ្នឹងគាត់ក៏បាននិយាយមកកាន់តួឯកប្រុសរបស់យើងថាហេតុអីបានជាឯងនាំមនុស្សស្រីផ្សេងចូលមកក្នុងផ្ទះរបស់យើងចំណែកលោកពូរបស់តួឯកប្រុសគាត់ក៏បានជួយនិយាយឲ្យកញ្ញាអានលីនដូចគ្នាដោយនិយាយទៅកាន់តួឯកប្រុសរបស់យើងថារាល់ឆ្នាំអ្នកដែលអង្គុយនៅទីកន្លែងនេះគឺជាកញ្ញាអានលីនហើយពេលនេះតួឯកប្រុសរបស់យើងបាននាំអ្នកផ្សេងមកអញ្ចឹងគឺមិនស័ក្តិសមនោះទេណាពេលនោះជូជីក៏បានសម្លឹងមុខទៅកាន់តួឯកស្រីរបស់យើងដើម្បីឲ្យតួឯកស្រីនេះនិយាយអីខ្លះតែពេលឃើញតួឯកប្រុសរបស់យើងកំពុងបើកភ្លើងខៀវឲ្យនិយាយមកកាន់គ្រួសាររបស់គេហើយតួឯកស្រីនេះក៏បាននិយាយថាការភ្ជាប់ពាក្យជាមួយនឹងកញ្ញាអានលីនជូជីគឺមានអាយុតិចខ្លាំងណាស់អញ្ចឹងហើយគេមិនទទួលស្គាល់ជាមួយនឹងការភ្ជាប់ពាក្យនេះនោះទេចំណែកឯម្ដាយរបស់ជូជីគ្រាន់តែបានឮតួឯកស្រីយើងនិយាយអញ្ចឹងហើយគាត់ក៏បានសម្លឹងមើលមុខរបស់តួឯកស្រីដែលគិតនៅក្នុងចិត្តថាក្មេងស្រីម្នាក់នេះមើលទៅគឺសុភាពរាបសារខ្លាំងណាស់តែប៉ុន្តែរាល់ពាក្យដែលនាងនិយាយចេញមកគឺចាក់ចំបេះដូងរបស់ខ្ញុំខ្លាំងណាស់ណាពេលនោះយើងក៏បានឃើញថាលោកប៉ារបស់តួឯកប្រុសហ្នឹងគាត់ក៏បានទះតុកមួយដៃដែលធ្វើឲ្យអ្នកដែលកំពុងអង្គុយញ៉ាំអាហារនៅទីកន្លែងនោះនាំគ្នាភ្ញាក់ព្រឺតែម្ដងណាដោយសារតែលោកប៉ារបស់តួឯកប្រុសនេះហើយគឺជាមនុស្សដែលធំជាងគេនៅក្នុងគ្រួសារឈូលោកប៉ារបស់ជូជីក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថារឿងនេះគឺជារឿងរបស់គ្រួសារគាត់នៅដតីគ្មានសិននិយាយនោះទេចំណែកតួឯកប្រុសរបស់យើងគ្រាន់តែបានលើលោកប៉ានិយាយអញ្ចឹងហើយគេក៏បានប្រកាសប្រាប់មនុស្សគ្រប់គ្នាតែម្ដងថាតួឯកស្រីរបស់យើងគឺជាមិត្តស្រីរបស់គេ
ហើយពេលអនាគតទៅនាងនឹងក្លាយទៅជាប្រពន្ធរបស់គេបន្ទាប់ពីលោកប៉ារបស់ជូជីបានលើកូនប្រុសរបស់គាត់និយាយអញ្ចឹងរួចហើយគាត់ក៏បានប្រាប់ឲ្យកូនប្រុសរបស់គាត់ទៅចេញទៅខាងក្រៅដើម្បីនិយាយជាមួយនឹងគាត់គណៈពេលនេះដែរសាច់រឿងរបស់យើងក៏បានឃើញថាតួឯកប្រុសហ្នឹងក៏បានងើបចាក់ចេញពីទីកន្លែងនោះបន្ទាប់ពីតួឯកប្រុសរបស់យើងបានដើរចាក់ចេញភ្លាមអតីតសង្សាររបស់តួឯកស្រីយើងគេក៏បានក្រោកឈរឡើងដោយនិយាយទៅកាន់តួឯកស្រីរបស់យើងថាគេមិនអាចឲ្យតួឯកស្រីរបស់យើងរៀបការជាមួយនឹងបងប្រុសរបស់គេនោះទេពីស៊ីចានបានលឺអញ្ចឹងហើយនាងក៏បាននិយាយទៅកាន់អាប៉ែនឹងថាតាំងពីដើមមកខ្ញុំមិនដែលស្រឡាញ់លោកនោះទេមានតែលោកតែប៉ុណ្ណោះតែតាមខ្ញុំមិនព្រមលេងដល់ពេលអាប៉ែនឹងវាលឺអញ្ចឹងហើយវាក៏បាននិយាយបន្ថែមទៀតថាគ្រួសាររបស់នាងគឺជាគ្រួសារអ្នកក្រមិនស័ក្តិសមជាមួយនឹងបងជីដូនមួយរបស់ខ្ញុំចំណែកនាងវិញរាល់ថ្ងៃនេះគ្រាន់តែយករូបសម្រស់មកបោកលុយរបស់បងប្រុសខ្ញុំតែប៉ុណ្ណោះចំណែកម្ដាយរបស់តួឯកប្រុសយើងទ្រាំមិនបាននោះទេគាត់ក៏បានចេញមុខការពារតួឯកស្រីរបស់យើងដោយស្ដីបន្ទោសឲ្យក្មួយប្រុសរបស់គាត់ថាសុជីវធម៌របស់ឯងបាត់តាអស់ហើយអ្នកណាគេគឺជាអ្នកបង្រៀនឯងឲ្យនិយាយបែបនេះនៅកន្លែងនេះហើយបើសិនជាឯងមិនចង់អង្គុយញ៉ាំបាយនៅទីនេះទេឯងអាចចាស់ចេញពីទីនេះបានទោះពីនិយាយអញ្ចឹងទៅកាន់ក្មួយប្រុសរបស់គាត់រួចហើយគាត់ក៏បានឃើញថាតួឯកស្រីរបស់យើងនឹងសម្លឹងមើលមុខរបស់គាត់មិនដាក់ភ្នែកឡើយឯកណាពេលនោះម្ដាយរបស់តួឯកប្រុសនឹងក៏បានសួរទៅកាន់តួឯកស្រីថាវាគឺជារឿងមួយដែលគ្មានជីវធម៌នោះទេដែលសម្លឹងមុខរបស់គេដោយមិនព្រមដាក់ភ្នែកណែស៊ីយ៉ានាងក៏បានសុំទោសទៅកាន់អ្នកមីងដោយនិយាយប្រាប់ថាអ្នកមីងគឺមានសុជីវធម៌ខ្ញុំមិនអ្នកមីងផ្លឹកបែបនេះគឺដោយសារតែអ្នកមីងមានភ្នែកដ៏ស្រស់ស្អាតប្រហែលជាជូជីកាត់ទៅរកអ្នកមីងហើយបានជិះគាត់ក៏មានភ្នែកស្រស់ស្អាតបែបនេះដែរឥឡូវនេះហ្វេនយើងក៏លេចមកមើលតួឯកប្រុសរបស់យើងដែលកំពុងតែនិយាយជាមួយនឹងលោកប៉ារបស់គេវិញលោកប៉ារបស់តួឯកប្រុសគាត់ក៏បានប្រាប់ទៅកាន់តួឯកប្រុសថាក្មេងស្រីទន្សាយតូចរបស់តួឯកប្រុសយើងហ្នឹងគឺមិនស័ក្តិសមជាមួយនឹងគេនោះទេហើយលោកប៉ារបស់តួឯកប្រុសគឺចង់ឲ្យតួឯកប្រុសរបស់យើងរៀបការជាមួយនឹងកញ្ញាអានលីនពីព្រោះថាគ្រួសាររបស់កញ្ញាអានលីនប្រកាសជាអាចជួយដល់ជំនួយរបស់តួឯកប្រុសជាមិនខានហើយពីបានលើលោកប៉ានិយាយអញ្ចឹងហើយតួឯកប្រុសរបស់យើងក៏បានបដិសេធទៅកាន់លោកប៉ារបស់គេដោយប្រាប់ថាគេមិនអាចរៀបការជាមួយនឹងអានលីនបាននោះទេហើយក៏មិនត្រូវការឲ្យគ្រួសាររបស់អានលីនមកជួយដល់មុខជំនួយរបស់គេដែរដល់ពីលោកប៉ារបស់តួឯកប្រុសលឺអញ្ចឹងហើយក៏ខឹងខ្លាំងណាស់គាត់ក៏បាននិយាយបន្ថែមទៀតថាបើទោះជាឯងមិនចង់ឲ្យគ្រួសាររបស់អានលីនជួយដល់ឯងក៏ដោយក៏កូនទន្សាយតូចរបស់ឯងឯងមិនស័ក្តិសមធ្វើជាលោកស្រីនៃគ្រួសារឈូដែរនាងគឺជាមនុស្សម្នាក់ដែលស្លូតបូតខ្លាំងណាស់បើសិនជានាងចូលទៅក្នុងវងចចច្បាស់ណាស់ថាចចប្រកាសជាហែកនាងស៊ីទាំងរស់ដល់ពេលជូជីបានលឺអញ្ចឹងគេក៏បានអះអាងទៅកាន់លោកប៉ារបស់គេថាគេនឹងបង្រៀនតួឯកស្រីរបស់យើងចាប់ពីពេលនេះតទៅដើម្បីឲ្យនាងចេះការពារខ្លួនពេលលោកប៉ាបានលឺអញ្ចឹងហើយគាត់ក៏បានទាក់តុកមួយដៃដោយគាត់និយាយថាគាត់មិនដឹងថាបដៅកូនប្រុសរបស់គាត់បែបណាដើម្បីឲ្យកូនប្រុសរបស់គាត់ស្ដាប់នោះទេគាត់តែងតែសង្ឃឹមថាជូជានឹងដឹងថារឿងណាគួរធ្វើនិងរឿងណាមិនគួរធ្វើបន្ទាប់ពីបានលឺលោកប៉ានិយាយអញ្ចឹងរួចហើយតួឯកប្រុសរបស់យើងក៏បានប្រាប់ទៅកាន់លោកប៉ារបស់គេនៅពេលចុងក្រោយមួយឃ្លាជូជីបានប្រាប់ទៅកាន់លោកប៉ារបស់គេថាបើសិនជាលោកប៉ានិយាយអ្វីនៅមុខស៊ីយ៉ានសូមលោកប៉ាជួយប្រយ័ត្នពាក្យសម្ដីផងដោយសារតែនាងគឺជាមនុស្សម្នាក់ដែលពូកែខ្មៅអៀនខ្លាំងណាស់បន្ទាប់ពីបានលើកូនប្រុសនិយាយអញ្ចឹងហើយក៏ហួសចិត្តខ្លាំងណាស់គាត់ក៏បានដើរចាកចេញពីបន្ទប់នោះមកឥឡូវនេះយើងក៏លេចមកមើលកញ្ញាអានលីនវិញនាងកំពុងតែគិតក្នុងចិត្តថាលោកពូឈូបាននិយាយនាងមកអញ្ចឹងបានន័យថានៅក្នុងចិត្តរបស់គាត់គឺនាងមានសារៈសំខាន់ខ្លាំងណាស់មិនអាចឲ្យស៊ីយ៉ាណាយកការចាប់អារម្មណ៍ពីពួកគេបាននោះទេពេលនោះកញ្ញាអានលីនក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថាតើនាងមកពីគ្រួសារណាទៅចំណែកស៊ីយ៉ាមិនទាន់បានតផងកញ្ញាលីនក៏បាននិយាយបន្ថែមប្រហែលជាមិនមែនមនុស្សស្រីដែលលក់ខ្លួនឲ្យជួយដើម្បីកំសាន្តអារម្មណ៍របស់គេទេណាពេលនោះដែរស៊ីយ៉ានាងក៏បានឆ្លើយតបទៅកាន់កញ្ញាលីនថានាងគ្រាន់តែជាមនុស្សម្នាក់ដែលកើតក្នុងគ្រួសារអ្នកក្រហើយរឿងមួយដែលអស្ចារ្យនៅក្នុងជីវិតរបស់នាងបំផុតគឺនាងបានជួបជាមួយនឹងជូជីដោយសំណាងរបស់នាងណាពេលនោះអបិអតីតសង្សាររបស់តួឯកស្រីយើងវាក៏បាននិយាយថែមទៀតយកខ្លួនប្រាណរបស់នាងមកតាក់ជូជីដើម្បីយកលុយឯណាយណាពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាគ្រួសាររបស់ជូជីពួកគេខ្នំគ្នាមើងងាយមកកាន់តួឯកស្រីរបស់យើងអ្នកមីងរបស់ជូជីក៏បាននិយាយមកកាន់តួឯកស្រីរបស់យើងថាឯជាក្មួយប្រុសរបស់គាត់ពេញចិត្តដោយសារតែមុខរបស់នាងស្អាតណាពេលនេះដែរសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីរបស់យើងកំពុងតែទ្រាំជាមួយនឹងគ្រួសាររបស់ជូជីយ៉ាងខ្លាំងដោយទ្រាំបានតួឯកស្រីរបស់យើងក៏បានក្រោកឈរឡើងបិទតមកនាងក៏បាននិយាយទៅកាន់ពួកគេថាបើថាខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់ជូជីពិតមែនក៏ប៉ុន្តែមិនមែនថាថ្ងៃក្រោយទៅខ្ញុំនៅតែបែបនេះរហូតនោះទេណែលោកពូរបស់ជូជីក៏បានលឺអញ្ចឹងគាត់ក៏បានឡោះលើទៅឲ្យតួឯកស្រីរបស់យើងបន្ថែមទៀតណាពេលនោះតួឯកប្រុសរបស់យើងទ្រាំមិនបាននោះទេគេក៏បានដើរចូលមកដល់ដោយនិយាយទៅកាន់លោកពូទី3របស់គេថាលោកពូទី3លោកពូកុំភ្លេចឲ្យសោះភាពមានបានរបស់លោកពូនៅថ្ងៃនេះគ្រប់យ៉ាងគឺបានមកពីគ្រួសារឈូទាំងអស់បើសិនជាលោកពូនៅតែនិយាយមិនគ្រប់គូដណ្ដឹងរបស់ខ្ញុំនឹងយកអ្វីៗដែលលោកពូមាននៅថ្ងៃនេះត្រឡប់មកវិញគ្រាន់តែបានលើតួប្រុសយើងនិយាយចឹងហើយលោកពូនោះស្កាត់មាត់ជ្រាបតែម្ដងណាចំណែកលោកប៉ារបស់តួឯកប្រុសយើងគាត់ក៏បានដើរចូលមកដល់ហើយគាត់ក៏បាននិយាយទៅកាន់ប្អូនប្រុសរបស់គាត់ថាពួកឯងទាំងអស់គ្នាអាជីមិនងាយនាំនរណាម្នាក់មកផ្ទះរបស់យើងនោះទេហេតុអីបានជាពួកឯងមិនអាចនិយាយល្អនិងធ្វើអាកប្បកិរិយាល្អដើម្បីកុំឲ្យមានបញ្ហាទៅឆាប់ញ៉ាំបាយទាំងអស់គ្នាទៅបន្ទាប់ពីលើលោកប៉ានិយាយចឹងហើយតួឯកប្រុសរបស់យើងនឹងក៏បានឲ្យតួឯកស្រីអង្គុយចុះដើម្បីញ៉ាំអាហារជាមួយនឹងគ្នា
ឥឡូវយើងក៏លេងមកមើលកញ្ញាអានលីងវិញម្ដងបន្ទាប់ពីនាងបានលើបែបនេះរួចហើយនាងខឹងខ្លាំងណាស់នាងក៏បានគិតនៅក្នុងចិត្តរបស់នាងថាខ្ញុំមិនព្រមនោះទេខ្ញុំត្រូវតែរកវិធីដើម្បីយកស៊ីយ៉ានចេញទៅឲ្យឆ្ងាយពេលនេះដែរសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីនាងកំពុងនៅសាលារៀនពេលនោះក៏មានសិស្សកំឡុះម្នាក់ដើរសម្ដៅមកកាន់តួឯកស្រីរបស់យើងដោយគេបានប្រាប់ទៅកាន់តួឯកស្រីរបស់យើងថានៅក្នុងសាលាមានការប្រគំតន្ត្រីនិងជ្រើសរើសជាមួយនឹងសិស្សឆ្នើមនៅក្នុងសាលាហើយនឹងមានឱកាសទៅរៀននៅឯបរទេសទៀតផងណែស៊ីយ៉ានគ្រាន់តែបានលឺអញ្ចឹងនាងពិតជាចាប់អារម្មណ៍ខ្លាំងណាស់ខណៈពេលនោះដែរបរិសម្នាក់នោះគេក៏បានប្រាប់ទៅកាន់តួឯកស្រីរបស់យើងថាគេគឺជាសិស្សច្បងនៅក្នុងថ្នាក់តន្ត្រីរបស់សាលាហើយអ្វីដែលសំខាន់គេបានណែនាំតួឯកស្រីរបស់យើងទៅកាន់គ្រូហើយលោកគ្រូក៏បានផ្ដល់អាហារូបករណ៍ដើម្បីតួឯកស្រីរបស់យើងទៅរៀនខាងវងតន្ត្រីនៅឯក្រៅប្រទេសបន្ទាប់មកអាប៉ែហ្នឹងក៏បានហុចឯកសារឲ្យតួឯកស្រីរបស់យើងដើម្បីធ្វើការសញ្ញានៅលើឯកសារនោះស៊ីយ៉ាននាងក៏បាននិយាយទៅកាន់អាប៉ែហ្នឹងថាតាំងពីពេលដែលនាងចូលរៀនមកនាងមិនដែលបំពេញជាមួយនឹងបែបបទអ្វីនោះទេតែហេតុអ្វីទៅបានជាគ្រូជ្រើសរើសយកនាងទៅវិញចំណែកអាប៉ែហ្នឹងក៏បានប្រាប់ទៅកាន់ស៊ីយ៉ានទៀតថាដោយសារតែគេបានណែនាំទៅកាន់លោកគ្រូអញ្ចឹងហើយបានជាលោកគ្រូយកតួឯកស្រីរបស់យើងបន្ទាប់ពីបានលើអាប៉ែហ្នឹងនិយាយចឹងរួចហើយតួឯកស្រីរបស់យើងក៏បានគិតនៅក្នុងចិត្តតែនឹកឃើញទៅដល់សម្ដីរបស់នួនដែលនួនបានប្រាប់ទៅកាន់តួឯកស្រីរបស់យើងថាបើសិនជាមានឱកាសផ្លាស់ប្ដូរជីវិតគួរតែផ្លាស់ប្ដូរទៅចំណែកតួឯកស្រីរបស់យើងក៏មិនចង់ឲ្យនរណាម្នាក់មកមើលងាយនាងដូចកាលពីមុនដែរនាងចង់ខ្លាចទៅជាមនុស្សម្នាក់ដែលខ្លាំងនិងពូកែបន្ទាប់មកតួឯកស្រីរបស់យើងក៏បានសម្រេចចិត្តចុះហត្ថលេខាទៅលើឯកសារនោះតែម្ដងមុនពេលដែលអាប៉ែសិស្សច្បងនោះបានចាកចេញទៅគេក៏បានប្រាប់មកកាន់តួឯកស្រីរបស់យើងថានៅថ្ងៃខាងស្អែកតួឯកស្រីរបស់យើងត្រូវទៅឡើងយន្តហោះដើម្បីទៅរៀននៅឯក្រៅប្រទេសនៅពេលនោះដែរតួឯកស្រីរបស់យើងបានដឹងថាតួឯកប្រុសកំពុងតែឈរសម្លឹងមកកាន់គេនោះទេបន្ទាប់ពីអាប៉ែសិស្សច្បងនោះបានដើរចាកចេញទៅតួឯកប្រុសរបស់យើងជូជីគេក៏បានដើរសម្ដៅមកកាន់តួឯកស្រីទៅនិយាយទៅកាន់តួឯកស្រីរបស់យើងថាតួឯកស្រីរបស់យើងនៅទីនោះជាមួយនឹងអ្នកណាណៃស៊ីយ៉ានក៏បានប្រាប់ទៅកាន់តួឯកប្រុសរបស់យើងថាបុរសមួយនេះអំបញ្ញមិញគឺជាសិស្សច្បងរបស់នាងហើយគាត់គឺជាមនុស្សម្នាក់ដែលមានទឹកចិត្តល្អតែពីបានលើតួឯកស្រីរបស់យើងទៅសារទៅកាន់អាប៉ែនឹងហើយតួឯកប្រុសរបស់យើងហាក់ដូចជាមានអារម្មណ៍ប្រច័ណ្ឌជាមួយនឹងតួឯកស្រីក៏មិនដឹងដែរខណៈពេលនេះយើងក៏បានឃើញថាតួឯកស្រីរបស់យើងកំពុងតែឆាតជាមួយនឹងអាប៉ែសិស្សច្បងនោះពេលនោះដែរតួឯកប្រុសក៏បានមកដល់សួរទៅកាន់តួឯកស្រីថាតាមមកយ៉ាងនេះតួឯកស្រីរបស់យើងមានបញ្ហាអ្វីទៅបន្ទាប់ពីសួរបានចម្លើយរួចហើយតួឯកប្រុសរបស់យើងក៏បានយកដៃនឹងមកចាំមុខរបស់តួឯកស្រីទៅធ្វើឲ្យតួឯកស្រីរបស់យើងខឹងជាមួយនឹងតួឯកប្រុសខ្លាំងណាស់គេក៏បានប្រាប់ទៅកាន់តួឯកប្រុសរបស់យើងថាគេនឹងទៅសិក្សានៅឯក្រៅប្រទេសជូជីគាត់បានឮថាតួឯកស្រីរបស់យើងនឹងទៅក្រៅប្រទេសភ្លាមគេក៏បាននិយាយទៅកាន់តួឯកស្រីថាគេមិនអនុញ្ញាតឲ្យតួឯកស្រីរបស់យើងទៅនោះទេហើយជូជីក៏បាននិយាយបន្ថែមទៀតថារាល់ថ្ងៃនេះគេគឺជាម្ចាស់បំណុលរបស់តួឯកស្រីបើគេមិនអនុញ្ញាតគឺនាងមិនអាចទៅបានឡើយចំណែកស៊ីយ៉ានគាត់បានឮអញ្ចឹងនាងក៏បានតជាមួយនឹងតួឯកប្រុសរបស់យើងថារឿងលួយដែលនាងបានចំពាក់តួឯកប្រុសរបស់យើងនឹងរកមកសងតួឯកប្រុសរបស់យើងឲ្យអស់ប៉ុន្តែនាងមិនអាចបោះបង់ការទៅរៀននៅឯក្រៅប្រទេសបាននោះទេថ្ងៃខាងស្អែកនាងនឹងទៅក្រៅប្រទេសចំពោះសម្បត្តិយន្តហោះនិងកន្លែងស្នាក់នៅសិស្សច្បងរបស់នាងបានរៀបចំសម្រាប់នាងរួចហើយបន្ទាប់ពីនិយាយអញ្ចឹងរួចហើយតួឯកស្រីរបស់យើងបំរុងនឹងដើរចាកចេញពីទីកន្លែងនោះក៏ប៉ុន្តែត្រូវបានតួឯកប្រុសនឹងចាប់ដៃរបស់នាងជួហើយជូជីក៏បាននិយាយមកកាន់តួឯកស្រីរបស់យើងថាគេនឹងមិនអនុញ្ញាតឲ្យតួឯកស្រីរបស់យើងទៅក្រៅប្រទេសនោះទេហើយតួប្រុសនឹងក៏បានសួរបញ្ជាក់ម្ដងទៀតថាតើនាងពិតជាចង់ទៅជាមួយនឹងបុរសម្នាក់នឹងពិតមែនទេគណៈពេលនោះតួឯកស្រីរបស់យើងក៏បាននិយាយថាតើលោកចង់មានន័យថាយ៉ាងម៉េចទៅចំណែកតួឯកប្រុសរបស់យើងអត់និយាយអីច្រើននោះទេគេក៏បានចាប់តួឯកស្រីរបស់យើងថើបតែមកដល់ឲ្យតួឯកស្រីរបស់យើងខឹងខ្លាំងណាស់នាងក៏បានទះកំភ្លៀងតួឯកប្រុសរបស់យើងមួយដៃណែតួឯកប្រុសរបស់យើងក្រោយពីត្រូវបានតួឯកស្រីទះកំភ្លៀងមួយដៃរួចហើយគេក៏បានសម្លឹងមើលមុខរបស់តួឯកស្រីយើងចំណែកស៊ីយ៉ានមានអារម្មណ៍ថាស្ដាយក្រៃខ្លាំងណាស់ជូជីក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថាគេតែងតែបង្រៀនឲ្យតួឯកស្រីរបស់យើងរឹងមាំក៏ប៉ុន្តែមិននឹកស្មានថាមួយដៃដំបងដែលនាងកំពុងតែរឹងមាំនេះគឺទះមកកាន់គេសោះបន្ទាប់ពីនិយាយអញ្ចឹងរួចហើយតួឯកប្រុសរបស់យើងនឹងក៏បានចាប់ថាបតួឯកស្រីទៀតហ្វេនទាំងអស់គ្នាការថាបតួឯកស្រីនេះមិនមែនថាបទៅការស្រឡាញ់នោះទេគឺថាបទាំងកំហឹងរបស់គេតែម្ដងណាពេលនោះដែរយើងក៏បានឃើញថាតួឯកប្រុសនឹងក៏បានខំស្មាររបស់តួឯកស្រីហើយជូជីក៏បាននិយាយទៅកាន់ស៊ីយ៉ានថាតាពិតទៅនាងបានមានកម្រងបែបនេះតាំងពីយូរមកហើយហេតុអីបានជានាងទើបតែប្រាប់ខ្ញុំថានាងចង់ទៅនៅឯក្រៅប្រទេស